បាទសួស្តីពុកម៉ែវិញបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺតាក់ទងជាមួយនឹងការបែកធ្លាយសារមួយដែលតាក់ទងទៅនឹងបាទមីយាយធ្មប់សរិនថងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាពិតជាបានស្គាល់ហើយមីយាយធ្មប់សរិនថងបងប្អូនទាំងអស់គ្នាឥឡូវនេះឮដំណឹងថាបែកធ្លាយថាមីយាយធ្មប់សរិនថងនេះបានតៃហោងបងប្អូនទាំងអស់គ្នាហើយយើងក៏មិនទាន់ជាច្បាស់ការដែរបងប្អូនទាំងគ្នាគ្រាន់ថានេះជាដំណឹងដែលបែកឃ្លីមកគឺបែបហ្នឹងប៉ិនសម្រាប់adminគិតថាបើរឿងនេះពិតមែនគឺល្អខ្លាំងមែនទែនបងប្អូនទាំងគ្នាបាទហើយបើសិនជាវិជ័យសរ៉ាន់ថងនេះវាតែហើយសុំយកអារៀមមានទី10ទៅមួយទៀតបងប្អូនទាំងគ្នាឲ្យវាផុតពួកអាពុចចង្រៃទៅឲ្យអស់ទៅបងប្អូនទាំងគ្នាឥឡូវយើងទៅស្ដាប់ជាមួយនឹងបងប្អូនយើងដែលគាត់បានចែករំលែកទៅជាមួយរឿងរ៉ាវនេះគឺច្រើនខ្លាំងមែនទែនប៉ុន្តែនៅក្នុងវីដេអូនេះ admin សូមយកមកតែ2 clip ទេជូនបងប្អូនទស្សនាឥឡូវតើយើងទៅវីដេអូ clip ទី1បងប្អូនណាព័ត៌មានតនហំកុំភ្លេចជួយ share ម្នាក់មួយចាបាយធ្លាយសម្លេងរបស់បងស្រីម្នាក់ដែលធ្លាប់ធ្វើជាពលករនៅប្រទេសចៅសៀមចាថាប្រហែលថ្ងៃមុននេះថ្មីហ្នឹងតែម្ដងគាត់បានខលទៅលេងមិត្តភ័ក្តិឬក៏សាច់ញាតិគាត់នៅប្រទេសចៅសៀមហ្នឹងបងប្អូនហើយគេបានប្រាប់គាត់ថាមីសរិនថងហ្នឹងវាងាប់បាត់ហើយបងប្អូនចាក៏ប៉ុន្តែមិនច្បាស់ថាងាប់ថ្ងៃណាទេបងប្អូនដោយសារថាព័ត៌មានហ្នឹងគឺនៅប្រទេសចៅហ្នឹងបិទចិត្តឈឹងតែម្ដងតោះតែអ្នកចិត្តដិតនៅក្នុងវាំងណាទើបដឹងច្បាស់អញ្ចឹងទៅវាបែកខ្ចែកតគ្នាអញ្ចឹងណាបងប្អូនណាហើយគេនិយាយថាចេះបើមិនជឿទេចាំមើលថាតើចាប់ពីថ្ងៃដែលព្រះវិស្ណុគង់លើស្ដេចគ្រុឌនេះចាដាក់នៅកន្លែងទីតាំងដើមឡើងវិញហ្នឹងថាតើមានព័ត៌មានសៀមហ្នឹងបង្ហាញឬក៏ផ្សាយពីមីសរិនថងនឹងធ្វើអីអត់គេថាបើមិនជឿតាមដានមើលខ្លួនឯងទៅបងប្អូនអូយបើសិនជាការពិតមែនណាបងប្អូនអើយសង្ឃថាចូលក្រៅអូខេមួយខែពេញតែម្ដងខ្ញុំសុំប្តីខ្ញុំណាព្រោះខ្ញុំធ្លាប់និយាយអញ្ចឹងមែនបងប្អូនចាអញ្ចឹងយើងចាំមើលតាមបងប្អូនហើយសូមអធិស្ឋាន admin ថាបើសិនជាមីសរិនថននឹងវាងាប់ពិតមែនបងប្អូនអ្នកនេះ admin ថានឹងជប់លៀងឥឡូវបងស្រីប្រកាសមុនបងស្រីថានឹងសុំបាទគ្រូសាចូលការ៉ាអូខេមួយខែណានោះអានឹងជារឿងរបស់គាត់តែជារឿងសុបាយចិត្តបងប្អូនណាហ្នឹងហើយហើយក៏មិនមែនថាមិនក៏ប្រមាថអាយុជីវិតមនុស្សបងប្អូនទាំងអស់គ្នាគឺមិនហ៊ានទេបាទមិនដែលហ៊ានប្រមាថអាយុជីវិតអ្នកណាទេប៉ុន្តែសម្រាប់ពួកវានេះបាទមិនត្រឹមតែប្រមាថទេជន់ឈ្លីឲ្យទៀតបងប្អូនទាំងអស់គ្នាអានេះសម្រាប់ពួកពូជចង្រៃបងប្អូនឥឡូវទៅតាមទស្សនាបន្តទៀត admin រៀបបញ្ជាក់ឲ្យថាមិញថាបើសិនជាដំណឹងនេះបើសិនជាមីសរិនថនវាងាប់ពិតមែន admin នឹងរងថ្ងៃណាដែលនេះគឺជប់លៀងមួយថ្ងៃឥឡូវបងស្រីគាត់ប្រាប់បានបន្តឥឡូវទៅបន្តទៀតបងប្អូនណាបានទាំងអស់គ្នាមើលថាតើពួកសៀមវានឹងផ្សាយព័ត៌មានពីមីសរិនថងទៅនេះទៅនោះទៀតអត់បងប្អូនណាចាសូមជួយស្ដាប់ទាំងអស់គ្នាcòn tại nhom tê tao lên nhận được thay á thay thì dây trao thay dây ngọc hơi nó nhưng mà thằng đá là nhom lên nhận được thay tê thay kia bên dây thay dây ngọc hơi thay nhom trong là con nó tạm video dây sần thong còn lại chân nhất tao mà dây là đây con chân lên á tao nó sắp này nè sắp hai dây sần thong nó còn cái đẹp quan điểm nào đăng thì tha lương chừng lại cái mặt ngọc pin cho nó mà đại con giống cái liệt anh nó tao lư khai dây thay dây ngọc hai cái nói trên quan điểm bọn đang tập ôn còn tại thay tê bên dây nó còn thay đã nhom tê lên nhận được thay đó thắng bọn anh dây giống ơi quật ớt ơi nó hay tha dây ngọc hơi thay bên dây chân anh con traiបងប្អូនសម្រាប់ការ share វីដេអូមួយនេះនៅបងប្អូនទាំងគ្នានេះជាសារសម្លេងប៉ុន្តែដោយសារអធិស្ឋានដោយសារសារសម្លេងហ្នឹងយើងខាឥឡូវវាមានល្បឿនលឿនបន្តិចឥឡូវយើងទៅតាមដានទស្សនានៅការចែកលេខដំណឹងនេះជាមួយនឹងបាទ idol របស់ admin នៅវីដេអូ clip ទី2បងប្អូនណាថាតើព័ត៌មានសរិនថងវាយ៉ាងម៉េចហើយតើទៅនឹងការចែកលេខបែកធ្លីនឹងវាយ៉ាងម៉េចបងប្អូនទាំងគ្នាឥឡូវយើងទៅតាមដានទស្សនាបន្តទៅទៀតបងប្អូនណាគឺបានស្លាប់ហើយនៅក្នុងប្រទេសថៃណាតាមពាក្យចចាមអារាមដែលគេផ្អើលតាមគ្នាណាហើយជាពិសេសគឺខ្ញុំបានឮពីបងស្រីម្នាក់ដែលគាត់លក្ខណៈថាគាត់តាមដានវីដេអូអាសុកអានច្រើនទៅគឺជឿចិត្តនិយាយពីរឿងថៃពីស្ដេចថៃពីបច្រារង្គនពីសរិនថនច្រើនទៅគាត់ផ្ដល់ដំណឹងឲ្យនៅក្នុងឆាតណាប៉ុន្តែខ្ញុំមិនដឹងថានេះជាការពិតមិនពិតទេប៉ុន្តែយើងគ្រាន់តែដឹងទាំងអស់គ្នាណាបងប្អូនតាឥឡូវកុំឲ្យថាខ្ញុំដឹងតែឯងអីតែឯងខ្ញុំចែកឲ្យបងប្អូនបានស្ដាប់ទាំងអស់គ្នាបងប្អូននេះគឺជាសម្លេងពិតរបស់គាត់ដែលគាត់បានខលទៅសួរបងប្អូនគាត់ឬក៏អីហ្នឹងនៅក្នុងប្រទេសថៃណាពីព្រោះអីប្រទេសថៃបងប្អូនដល់កន្លែងហ្នឹងបងប្អូនថាមិនមកគេឲ្យជំនះមកហើយមិនបានមកពេលខ្លះបងប្អូនកន្លែងការងារថៃគេមានស្រឡាញ់ជាជនខ្មែរណាកន្លែងខ្លះណាស្រឡាញ់ដូចក្រុមគ្រួសារអញ្ចឹងគេឲ្យនៅនឹងអីនឹងគេធានាសុវត្ថិភាពគេធានាអីឲ្យអញ្ចឹងទៅណាកុំកន្លែងហ្នឹងកុំវែកញែកអីទៀតបានតោះឥឡូវក៏មកកាត់ពេលយកមកស្ដាប់សម្លេងគាត់ទាំងអស់គ្នា1 2 3អត់ដឹងដែរទេប៉ុន្តែខ្ញុំទេទៅលេងអ្នកនៅថៃតែថៃគេនិយាយច្រើនថាយើងងាប់ហើយហ្នឹងខ្ញុំអត់ដឹងដែរតែខ្ញុំលឺអ្នកនៅថៃទេថៃគ្នាវានិយាយថាយើងងាប់ហើយហើយខ្ញុំចង់ឲ្យបងប្រុសតាមដានវីដេអូយាយសរិនថងហ្នឹងគាត់ឡើងចឹងតែមកនិយាយនេះតែឃើញគាត់ចឹងមែនតែមិនដឹងស្ដាប់ឯណាថាស្លាប់ហើយយាយសរិនថងហ្នឹងប៉ុន្តែគេលាក់ព័ត៌មានមិនឲ្យដឹងដូចថាខ្លាចថារឿងមួយចម្លែកមួយឆ្នាំមក2នាក់ចឹងណាម្ដាយផងកូនផងចឹងគេលាក់
អាហ្នឹងតាមលឺខ្មែរយើងគេនិយាយថៃគេនិយាយហើយយើងនឹងងាប់ហើយតែគេមិនឲ្យចេញព័ត៌មានបងអត់ដឹងប្រកាសដែរអូនប៉ុន្តែថៃទេគេនិយាយលើនោះខ្ញុំក៏នៅខ្មែរដែរតែខ្ញុំទេទៅលេងអ្នកនៅថៃហ្នឹងណាអញ្ចឹងបងញ៉ាំនិយាយអញ្ចឹងអើយគាត់អត់អើយហ្នឹងហើយគេថាយើងនឹងងាប់ហើយថៃគេនិយាយអញ្ចឹងឯងតែគេលាក់ព័ត៌មានគាត់និយាយតែប៉ុណ្្នឹងឯងអរគុណអូនអរគុណធំអរគុណវាលាក់ដល់ពេលណាមួយប្រទេសថៃឥឡូវវាកំពុងជួច្បល់ញ៉ៃញ៉ៃពេញទឹកពេញដីឃើញអូនថាសាក់ស៊ីនជាប់2ឆ្នាំមិនទាន់បាន1ឆ្នាំផងដោះលេងវិញបាត់អញ្ចឹងអាចថាគាត់ចង់ឲ្យនាយកសាក់ស៊ីនហ្នឹងមកដឹកនាំអីចឹងគាត់ឆ្លាតអីមិនចឹងខ្ញុំគិតទេណាប្រទេសថៃឥឡូវកំពុងតែយ៉ាប់មែនទេណាយ៉ាប់លេងណែបងប្អូនប្រទេសថៃរឿងសេដ្ឋកិច្ចហ្នឹងគឺយ៉ាប់មែនតែនហ្មងយ៉ាប់ខ្លាំងណាស់ដាំក្បាលចុះខ្លាំងបងប្អូនអាជីវកម្ម 50% ត្រូវបានបិទហើយណាការលក់ដូរការអីណាតោះឥឡូវយើងចាប់ដើមនិយាយពីសរិនថនវិញបងប្អូនណាអញ្ចឹងអ្នកដែល like អ្នកដែល share វីដេអូខ្ញុំកន្លងមកគឺបានដឹងហើយពីរឿងសរិនថនខ្លះណាខ្ញុំឃើញអ្នកនយោបាយគេនិយាយរឿងអនុទីនគេនិយាយពីមន្ត្រីនេះមន្ត្រីនោះអាហ្នឹងគេនិយាយតាមច្បាប់ប៉ុន្តែបើយើងគិតទៅដូចលក្ខណៈថាទៅនិយាយមួយម៉ាឡាកាំងអញ្ចឹងនិយាយទៅមួយព្រោះនេះវាតួអង្គសំខាន់វាគាត់ជាតួអង្គមួយដែលវិចាររងកនឬក៏សរិនថននឹងឲ្យចេញមកជំនួសឬក៏សំដែងទេឥឡូវគេលេងទុកចិត្តអាខ្ទីនវាលេលើពេកណាវាអត់សូវជាមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើនយោបាយឬក៏ធ្វើគ្រប់គ្រងប្រទេសវាទេអញ្ចឹងឥឡូវគេចាប់ដើមដោះលែងថាក់ស៊ីនមកវិញហើយដើម្បីអីដើម្បីឲ្យថាក់ស៊ីនហ្នឹងគេមានជាប្រយោជន៍ភាពផងប្រហែលជាគេបន្តឬក៏អាខ្ទីនហ្នឹងអាចនឹងធ្វើជាលិខិតលាលែងពីតំណែងឬក៏ដកតំណែងអីចេញទៅណារត់ទៅប៊ូសរត់ទៅអីទៀតទៅណាពីព្រោះអីវាអត់កើតការណានៅបងប្អូនទាំងគ្នាហើយទាំងអស់នេះវាសិតតែជាការបង្កប់ល្បិចរបស់ពួកអាសដានថោកសៀមបងប្អូនទាំងគ្នាបាទជាការដូរតួអង្គបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងដូចជាអាតងោនេះអាប្រែតដេរិឆាននេះអាប៊ុនស៊ីនបាក់ក្លាងនេះបងប្អូនទាំងគ្នាអានរੂប្រែតនេះគឺវាជាអ្នកឈានពៀនជឿវានេះហើយជាអ្នកញុះញង់ដំបងគេបងអស់អាហ្នឹងហើយបងប្អូនទាំងគ្នាដែលអ្នកប្រកាសភ្លើងឲ្យមានសង្គ្រាមឡុងឆ្នាំ2025លោតមកដល់26ហ្នឹងបាទគឺអានរੂប្រែតនេះហើយអញ្ចឹងអានេះពេលងាប់ទៅក៏មិនរួចខ្លួនដែរបងប្អូនទេអាបាត់ឃ្លាំងហើយនឹងមីសរិនថនបើសិនពួកវានឹងងាប់ទៅមែនណាបងប្អូនទាំងគ្នាពួកវានៅនរកបាទមិនដឹងប្រហែលពាន់ឆ្នាំប្រហែលលានឆ្នាំហើយបានវាកើតជាមនុស្សមកវិញស៊ូមមិនមានវាសនាកើតជាមនុស្សទៀតជាតិដែលវាកើតស៊ូទៅជាសត្វចលៀនជាតកៅទៀតព្រោះអានេះវាសាងអំពើបាបវាខ្លាំងអានេះវាមិនត្រឹមតែបាទវាមិនត្រឹមតែបង្កសង្គ្រាមបង្កើតចំនួនបាទមកឲ្យបងប្អូនវរៈកងទ័ពយើងបាត់បង់ជីវិតទេវាថែមទាំងសម្លាប់ជនជាតិបាទពួកអាសរិនហើយនិងពួកអាជនជាតិសៀមហើយនិងពួកថៃគ្នាវាបងប្អូនគ្នាហ្នឹងហើយតោះឥឡូវយើងទៅមើលតកតងជាមួយដំណឹងរឿងសរិនថងបងប្អូនគ្នាបាទសរិនថងមីយបៈមេធ្មុកហ្នឹងបងប្អូនគ្នាហើយបងប្អូនមានចាប់អារម្មណ៍មានឆ្ងល់ដែរហេតុអីបានជាកូនខ្មែរយើងមករយៈហ្នឹងមិនក៏ចេះជេរចេះដាក់បដាសាចេះគ្រប់បែបយ៉ាងដល់ទាំង admin ទៅដែរបងប្អូនអរគ្នាតាមពិតបើនិយាយពីអត្តចរិតហើយនឹងទឹកចិត្តរបស់កូនខ្មែរយើងគឺមិនជាអញ្ចឹងបងប្អូនអរគ្នាចុះសួរហេតុថាហេតុអ្វីបានទៅជាអញ្ចឹងភាគច្រើនព្រោះដោយសារវាឈឺចាប់ពេកបងប្អូនអរគ្នាវាឈឺចាប់ពេកហ្នឹងហើយវាឈឺចាប់ពេកនៅពេលឃើញគេឈ្លានពាននៅពេលគេធ្វើបាបយើងនៅពេលគេមួប្រកាច់យើងបងប្អូនអរគ្នាដូចនេះហើយយើងត្រូវតែបាទយើងត្រូវតែតតាំងជាមួយគេខ្លះទៅអ្វីដែលយើងអាចធ្វើបានយើងធ្វើទៅអ្វីដែលយើងអាចចូលរួមបកស្រាយបានយើងបកស្រាយទៅបងប្អូនណាហ្នឹងហើយទោះបីតិចតួចទៅដែរដូចជាការឈានពានអញ្ចឹងវាពួកជនជាតិវាមិនដែលទទួលស្គាល់ថាវាឈានពានយើងទេវាតែងតែនិយាយថាវានៅតែយើងឈានពានវាតដែរបងប្អូនឃើញទេវាមួប្រកាច់ប្រខូចយើងអញ្ចឹងពួកអាសាព័ត៌មានរបស់វាវាផ្សព្វផ្សាយប្រាប់តែប្រជាជនវាថាយើងឈានពានវារហូតហើយមានពួកអាសៀមប្រភ្លីប្រភ្លើខ្លាំងវាគិតវាចេញមកវាថាឆ្ងល់ណាស់ហេតុអ្វីបានខ្មែរយើងនៅតែធ្វើទុកបុកម្នេញប្រទេសវាតែឈានពានវាម៉ែវាបងប្អូនហើយវាអញ្ចឹងហ្នឹងហើយឥឡូវយើងមកតាក់ទងនឹងរឿងមីសរិនថងតាក់ទងរឿងមីសរិនថងនេះដំណឹងនេះវាមិនទាន់ជាច្បាស់ការជាក់លាក់ទេបងប្អូនទាំងគ្នាតែវាគ្រាន់ជាដំណឹងមួយដែលជាការយើងថាជាការបែកធ្លាយនិសានៃការសួរសុខទុក្ខគ្នាហើយក៏បានភ្ជាប់មកជាមួយនឹងរឿងរបស់មីសរិនថងហ្នឹងប៉ុន្តែសម្រាប់ដំណឹងនេះបើសិនជាការពិតមែននោះ admin គឺសូមច្បាប់បងប្អូនទាំងអស់គ្នាសូមតែមួយថ្ងៃទេជប់លៀងបន្តិចបងប្អូនណាហ្នឹងហើយ
ហើយដូចបងស្រី idol តបងគាត់ថាសុំចូលរ៉ាអូខេមកដូចជាមួយខែបាទហ្នឹងគាត់តាមដំណើរហ្នឹងទៅនឹងបងប្អូនទាំងគ្នាហើយសង្ឃឹមថាដំណឹងនេះវាជាដំណឹងដែលពិតចាស់ដែលតទៅជាមួយនឹងសរិនថងដែលវាតៃហោងនេះបងប្អូនទាំងគ្នាបាទហើយបើសិនជាមិនពិតក៏តាមដំណើរទៅប៉ុន្តែគ្រាន់យ៉ាងហើយណាក៏វាជាដំណឹងមួយដែលអាចស្ដាប់ហើយឲ្យយើងរៀងបាទរត់តែរៀងស្រួលខ្លួនមកតង់ទៀតដែរបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺអត់មានអ្វីច្រើនបងប្អូនទាំងគ្នាគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់ពុកម៉ែមីបងប្អូនទាំងគ្នាទៅជាដំណឹងហើយយើងក៏សង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីៗក្រោយទៀតបងប្អូនហ្នឹងហើយជាចុងក្រោយសូមអរគុណសូមគោរពលា